ខ្ញុំធ្លាប់ស្លម្ជូរគ្រឿងសាច់គោច្រើនវិធីបងប៉ុន្តែមានតែវិធីសាស្ត្រនេះមួយឯដែលស្លទៅគឺជាប់ចិត្តជាងគេហ្មងហើយរសជាតិប្លែកទៀតបងនេះខ្ញុំដកគ្រឿងចេញពីទូទឹកកកកន្លែងកកបងអញ្ចឹងខ្ញុំយកដាក់វាលីងនៅក្នុងឆ្នាំងឲ្យស្ងួតទឹកសិនបាទខ្ញុំដាក់ខ្លាញ់តាមក្រោយបើសិនជាបងបានជាមួយនឹងគ្រឿងដែលស្រស់ថ្មីមិនបាច់ធ្វើដូចខ្ញុំទេបងឲ្យដាក់ខ្លាញ់មុនហើយចាំដាក់គ្រឿងចូលក៏បានដែរឥឡូវនេះខ្ញុំកូរច្របល់ចូលសម្រាប់បងដែលមានតម្រូវការប្រដាប់កាត់រោមច្រមុះអាចទិញពីเพจខ្ញុំបានណាធានាជូនថារបស់ល្អជាប្រភេទដែកអ៊ីណុកហើយបងទិញទៅទទួលបានប្រអប់មួយបានជាមួយនឹងច្រាសសិតរោមអញ្ចឹងហើយបានជាមួយនឹងដងឡាមខាងក្នុងមួយទៀតដែរបងនិយាយទៅដូចបងទិញអីវ៉ាន់មួយបានពីរអញ្ចឹងរបស់ទាំងអស់នេះគឺសិតតែជារបស់ល្អមកបងអីវ៉ាន់នេះគឺមានច្រើនមែនតើនៅលើទីផ្សារប៉ុន្តែតម្លៃនិងគុណភាពគឺខុសគ្នាទាំងអស់ហេតុអីខ្ញុំហ៊ាននិយាយអញ្ចឹងដោយសារតែខ្ញុំធ្លាប់ផ្សាយឲ្យបងគឺខ្ញុំឆែកអស់ហើយមុននឹងខ្ញុំយកមុតនេះមកលក់បងហើយចំពោះស្នូកដារបស់គេគឺស្រួលប្រើមែនតើបងគ្រាន់តែមួលបន្តិចមកគឺយើងអាចដកចេញបានឧបករណ៍នេះគឺស្រួលប្រើអត់មុតទេបងនិយាយទៅគឺថាសាច់គិននេះគឺអត់មានធ្វើឲ្យប៉ះពាល់អីទាំងអស់ហើយស្រួលប្រើទៀតសំខាន់ត្រូវទឹកបានលាងទុកសម្អាតបានទៀតប្រើបានពេលក្រោយនេះវាស្ងួតទឹកហើយខ្ញុំក៏បន្ថែមជាមួយនឹងខ្លាញ់ជ្រូកចូលហើយខ្លាញ់ជ្រូកនេះខ្ញុំធ្វើខ្លួនឯងទោះវាមិនល្អខ្លាំងដូចប្រេងអូលីវប៉ុន្តែវាក៏ល្អជាងប្រេងផ្សេងដែរខ្ញុំធ្វើហ្នឹងគឺអត់មានធំក្លិនអាបក្លិនជ្រូកក្លិនអីបងនិយាយទៅគឺល្អមែនតើហើយកូរច្របល់ចូលគ្នាឲ្យសព្វសិនមកបានខ្ញុំដាក់ជាមួយនឹងប្រហុកចូលថ្ងៃនេះប្រហុកក៏ច្រើនដែរសង្ស័យតែអញ្ចឹងឯងមើលទៅបានឆ្ងាញ់តាមប្រដាប់មែនទេបងខ្ញុំមានតិចនិចបន្តទៀតប្រាប់បងណាបងចាំមើលឲ្យចាប់បងនឹងដឹងហើយកុំភ្លេចជួយ like page ជួយ share ជួយ comment TikTok ជួយឲ្យបេះដូងចុច favorite ចុច comment ហើយចុច share ផុសម្នាក់មួយឲ្យផងណាបងកូរច្របល់ចូលគ្នាឲ្យសព្វខ្ញុំក៏ដាក់ជាមួយនឹងត្រាប់ចូលចំពោះត្រាប់នេះបងនៅពេលដែលយើងដាំហើយយកវាទៅត្រាំជាមួយនឹងទឹកអំបិលអញ្ចឹងគឺចេញពណ៌មកដូចទឹកតែអញ្ចឹងហើយពេលដែលយកមកស្លគឺឆ្ងាញ់មែនតើនៅពេលដែលយើងដាំចេះបងអត់ជឿខ្ញុំទេសាកមើលតបងស្អែកស្លម្ជូរគ្រឿងហ្មងទឹកបងកុំឲ្យបាក់រនឹកម្ហូបកូរច្របល់ចូលគ្នាឲ្យសព្វខ្ញុំក៏បន្ថែមជាមួយនឹងទឹកជាចូលកន្លែងនេះខ្ញុំដាក់2កូនចានចង្កឹះបងប៉ុន្តែខ្ញុំថតបានតែមួយទេបើសិនជាចង់ខាប់ខ្លាំងឆ្នាំងប៉ិនខ្ញុំអីអញ្ចឹងបងអាចដាក់តែ1កូនចានចង្កឹះក៏បានដែរព្រោះដោយសារតែខ្ញុំបន្ថែមជាមួយនឹងខ្ទិះដូងទៀតបន្ទាប់មកទៀតខ្ញុំបន្ថែមជាមួយនឹងគ្រឿងទេសផ្សេងទៀតបងកន្លែងគ្រឿងទេសនេះមានដូចជាប៊ីចេងរ៉ូឌីអំបិលហើយនិងទឹកត្រីចំពោះទឹកត្រីបងអត់ញ៉ាំបាច់ដាក់ក៏បានដែរនិយាយទៅលៃលកទៅតាមចំណូលចិត្តរៀងខ្លួនទៅបងដោយសារតែគ្រួសារខ្លះគឺក៏អត់ញ៉ាំប៊ីចេងគ្រួសារខ្លះទៀតក៏គាត់អត់ញ៉ាំប្រហុកបើតាខ្ញុំវិញគឺក៏អត់ញ៉ាំប្រហុកទឹកត្រីនិយាយទៅរបស់ផ្អាប់របស់ស្អុយគឺគាត់អត់ញ៉ាំទេប៉ុន្តែបានមកចៅនេះគឺចូលចិត្តណាស់ហើយខ្ញុំដាក់ជាមួយនឹងសណ្តានក្រៀមចំពោះសណ្តាននេះខ្ញុំបានយកវាទៅត្រាំលាងទឹកសម្អាតឲ្យស្អាតសិនដោយសារតែមានកតិកទីធូលីផ្សេងកូរច្របល់ចូលគ្នាបន្តិចមកខ្ញុំក៏បន្ថែមជាមួយនឹងទឹកត្រីចូលបងទឹកត្រីកន្លែងនេះចង់ដាក់ក៏បានចង់អត់ក៏បានដែរខ្ញុំនិយាយទៅដាក់មួយច្រចរហូតនឹងបន្ទាប់មកខ្ញុំបិទគម្របឲ្យវាពុះល្អសិននៅពេលដែលទឹកពុះខ្ញុំក៏ដាក់បន្ថែមជាមួយនឹងសាច់ចូលបងឆ្ងល់ហើយតើហេតុអីក៏ដាក់សាច់ក្រៅអញ្ចឹងដោយសារតែសាច់របស់ខ្ញុំនេះជាប្រភេទសាច់គោផុយបងអញ្ចឹងគឺខ្ញុំដាក់ក្រោយបន្លែឲ្យឆ្អិនដាំទឹកឲ្យពុះមកពេលដែលញ៉ាំគឺខ្ញុំដាក់តែសាច់ចូលគឺលើកតែម្ដងបន្ទាប់មកខ្ញុំក៏បន្ថែមជាមួយនឹងដាក់ជីបងកាលនឹងដោយសារតែផ្លេចតាមពិតត្រូវដាក់ខ្ទិះដូងមុនហើយចាំយើងដាក់ជីលើកតែម្ដងតែនេះដាក់ជីមុនតែអត់អីទេបងដោយសារតែជីនឹងប្រភេទជីត្រចៀកជ្រូកអញ្ចឹងបងណាធ្លាប់ញ៉ាំជីនឹងខ្លះជីនឹងបងអាចយកទៅធ្វើជាជ្រក់ធ្វើជាញ៉ាំជាមួយនឹងពុះគោទឹកប្រហុកហើយយកមកដាក់សម្លទៀតគឺកាន់តែឆ្ងាញ់មានក្លិនឈ្ងុយហើយវាជួយឲ្យសម្លរបស់យើងគឺកាន់តែជូរទៀតបើថ្ងៃណាមួយបងស្ទើរមកជូរបងកុំចោលជីនឹងឲ្យសះសាកមើលទៅបងសម្លរបស់ខ្ញុំមុនដំបូងគឺបែបល្មមអត់ជូរខ្លាំងទេប៉ុន្តែនៅពេលដាក់ជីនឹងមកគឺជូរបែបជូរស្រួចហ្មងបងលក្ខណៈថាជូរដាច់ផឹងហ្មងបើអំពិលជូរបែបផ្អែមតែអានេះជូរដូចតឡឹងតឹងជូរដូចក្រូចឆ្មាហ្មងហើយខ្ញុំក៏បន្ថែមជាមួយនឹងខ្ទិះដូងចូលបើសិនជាបងអត់ញ៉ាំខ្ទិះដូងបាច់ដាក់ក៏បានដែរប៉ុន្តែពេលដែលយើងដាក់ខ្ទិះដូងទៅរសជាតិរបស់យើងគឺកាន់តែឆ្ងាញ់ទៀតដោយសារសាច់យើងជាប្រភេទសាច់ក្រហមអត់សូវមានខ្លាញ់អញ្ចឹងណាបងពេលដែលទឹកស្លមានជាតិខ្ទិះអញ្ចឹងគឺកាន់តែឆ្ងាញ់ម្ហូបរបស់ខ្ញុំគឺរួចរាល់ត្រឹមប៉ុណ្្នឹងហើយបងណាដែលធ្លាប់ធ្វើតាមវិធីនេះខ្លះបងកុំភ្លេចជួយខមមិនប្រាប់ខ្ញុំម្នាក់មួយផងណាថាធ្វើបែបហ្នឹងគឺឆ្ងាញ់ពិតមែនឬក៏បងណាដែលអត់ធ្លាប់ធ្វើទេអាចសាកធ្វើនៅថ្ងៃស្អែកក៏បានដែរបងស្អែកនេះដាក់មួយឆ្នាំងមកដឹងតែឆ្ងាញ់ប្តីតែសារកូនញ៉ាំអស់ពីឆ្នាំងហ្មង
Wow ហើយបងបងកុំភ្លេចជួយ like ជួយ share comment ម្នាក់មួយផងណានៅក្នុង TikTok បងបងកុំភ្លេចជួយឲ្យបេះដូងចុច favorite ចុច comment ចុច repost ហើយចុច copy link ឲ្យខ្ញុំម្នាក់មួយផងណាអរគុណបងបងទាំងអស់គ្នាមែនតើមួយថ្ងៃនេះខ្ញុំសប្បាយចិត្តខ្លាំងមែនតើដោយសារតែខ្ញុំមានវីដេអូផ្ទុះហើយមានបងបងជួយ follow ជួយ like ខ្ញុំច្រើនទៀតនិយាយទៅខ្ញុំសប្បាយចិត្តខ្លាំងមែនតើខ្ញុំនៅតែនិយាយដដែលថាវាជាក្តីសុខមួយដ៏ធំសម្រាប់ខ្ញុំទាំងដែលជោគជ័យហ្នឹងគឺតូចតាចបំផុតបងបងប៉ុន្តែខ្ញុំរីករាយមែនតើហើយខ្ញុំនឹងរកកលឹះថ្មីថ្មីម្ហូបណាដែលឆ្ងាញ់វិធីសាស្ត្រណាដែលធ្វើល្អជូនបងបងទស្សនាទាំងអស់គ្នាទៀតណាបងបងឥឡូវដល់មកញ៉ាំបាយហើយម្ហូបរបស់ខ្ញុំរួចរាល់ហើយគឺឆ្ងាញ់ខ្លាំងណាស់បងបងមានតែមួយមុខនឹងទេអរគុណជំរាបលាបាយបាយ